បាទជំរាបសួរបាទសូមស្វាគមន៍កាន់តម្រុយថ្នាក់យួនរបស់ខ្ញុំសម្រាប់ថ្ងៃនេះហើយខ្ញុំក៏មានតម្រុយថ្មីសម្រាប់ចែកជូនបងប្អូនអរគ្នាយកទៅផ្សងសំណាងបន្តទៀតហើយមុននឹងចូលដល់តម្រុយថ្មីយើងមើលថ្ងៃទី28ខែ5 2026ណាហើយលេខពេលល្ងាចបាទពេលល្ងាចអត់ចូលទេបាទពេលល្ងាចលេខ0និងលេខ3ក៏មានដែរប៉ុន្តែវាអត់ចំកន្លែងល្អទេគឺអត់ចូលទេមិននៅឡោះតាហើយចំណែកពេលយប់វិញពេលយប់គឺចូលបាន05ណាចូលបាន05មកគ្រាប់05 50គុតនេះចូល05ហើយ50គុតដល់យើងចាក់គុណត្រូវ50គុតមួយទៀតបោះសេណាចូលបានពេលយប់មកគ្រាប់05តោះបងប្អូនឥឡូវយើងមើលតម្រុយថ្មីថ្ងៃទី29ខែ5 2026ណាអញ្ចឹងតម្រុយរបស់យើងមានហើយតម្រុយរបស់យើងមានលេខ7លេខ6លេខ2លេខ9អញ្ចឹងតម្រុយថ្ងៃនេះគឺមានលេខ7លេខ6លេខ2លេខ9ណាតម្រុយសម្រាប់ថ្ងៃទី29ខែ5 2026ម៉ោង 4:30 និងម៉ោង 6:30 នាទីហើយចង់បញ្ជាក់បងប្អូនថាតម្រុយលេខ4គ្រាប់នេះតម្រុយប្រចាំថ្ងៃនេះខ្ញុំអត់បានបង្ហាញទេពីរបៀបរកណាហើយបើខ្ញុំមានពេលខ្ញុំនឹងបង្ហាញពីរបៀបរកតម្រុយប្រចាំខែបើសិនជាមានពេលខ្ញុំបង្ហាញពីរបៀបរកលេខតម្រុយប្រចាំខែហើយចំណែកតម្រុយប្រចាំថ្ងៃដែលមានលេខ4គ្រាប់នេះតែយកមកពីណានោះខ្ញុំអត់បានបង្ហាញទេណាខ្ញុំចែកជូនបងប្អូនឲ្យយកទៅផ្សងសំណាងតែម្ដងតើបងប្អូនយើងចាប់មក76 29 72 69បាទនេះលេខល្អរបស់យើងណាលេខល្អរបស់យើងមាន4គ្រាប់76 72 29 69ណាយើងបន្តមកចាប់ចូលលេខរង2គ្រាប់ទៀតមកណា26 79 26 79អញ្ចឹងលេខល្អរបស់យើងមាន76 29 72 69បន្តមកលេខរងមាន26 79ណាហើយបោះដែលល្អ BC ណាបោះដែលល្អហើយបងប្អូនក៏អាចរើសយកមកគ្រាប់ទៅចាក់បោះសេគឺអាចយកលេខ29នេះលេខ29នេះអាចយកមកគ្រាប់ទៅចាក់បោះសេបន្ថែមទៀតក៏បានដែរណាសម្រាប់ថ្ងៃទី29ខែ5 2026ម៉ោង 4:35 និងម៉ោង 6:30 នាទីយប់អញ្ចឹងលេខរបស់យើងមានតែប៉ុណ្ណឹងណាបងប្អូនណាហើយសូមបញ្ជាក់បងប្អូនថាតម្រុយប្រចាំថ្ងៃលេខ4គ្រាប់នេះថាយកមកពីណានោះគឺខ្ញុំអត់បានបង្ហាញចាស់ថាយកមកពីណាទេណាគឺខ្ញុំមកបង្ហាញពីតម្រុយសម្រាប់បងប្អូនចាក់តែម្ដងគឺខ្ញុំមានពេលខ្ញុំនឹងបង្ហាញពីរបៀបរកប្រចាំខែសម្រាប់រកតម្រុយចាក់ប្រចាំខែណាបាទមានតែប៉ុណ្ណឹងបងប្អូនណាជូនពរបងប្អូនហេងទាំងអស់គ្នាថ្ងៃនេះទៀត